បទស្ដីអំពីសកម្មភាពការទូតរបស់កម្ពុជាដែលសម្រុកធ្វើច្រើនយ៉ាងសឹងតែគ្រប់យ៉ាងដើម្បីប្រឈមនឹងអំពើឈ្លានពានសួស្តីប្រិមិត្តវិលមកជួបគ្នាសារជាថ្មីម្ដងទៀតនៅក្នុងនេតិនេះអត្ថបទស្ដីអំពីសកម្មភាពការទូតរបស់កម្ពុជាដែលសម្រុកធ្វើច្រើនយ៉ាងសឹងតែគ្រប់យ៉ាងដើម្បីប្រឈមនឹងអំពើឈ្លានពានរបស់កាពិសាយ៉ាមនៅក្នុងរបាយការណ៍សារព័ត៌មានបានឲ្យដឹងថាក្រោយពីការតវ៉ាលើសម្ដីដ៏សែនឆ្លើយរបស់រដ្ឋមន្ត្រីកាពិសីហស័កដែលហ៊ាននិយាយសម្ដីឆ្លើយថាខ្លួនបាត់ការចរចាព្រំដែនគោកដែលខ្លួននឹងជាស្អីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសំណូមពរទៅកាន់បណ្ដាដៃគូនៃអាស៊ានទាំងអស់ឲ្យជួយដោះស្រាយលើបញ្ហាជនភៀសសិកជាង 20,000 នាក់ដែលបណ្ដាលឲ្យបាត់បង់ផ្ទះសម្បែងដីធ្លីទីតាំងរបស់ខ្លួននៅលើទឹកដីដែលកាពិបានឈ្លានពានមកលើកម្ពុជានៅឆ្នាំ2025កន្លងទៅនេះរដ្ឋាភិបាលកម្ពុជាបន្តឈរលើបទឈប់បាញ់ហើយអនុវត្តកិច្ចការទូតសពបែបយ៉ាងដែលចង្អុលបង្ហាញពីអំពើឈ្លានពានផ្ទុយនឹងភូមិផងរបងជាមួយសកសានផ្ទុយនឹងច្បាប់ធរមានជាអន្តរជាតិអំពើឈ្លានពានត្រូវបានការទូតកម្ពុជាលើកឡើងនៅអង្គការសហប្រជាជាតិនៅអង្គការអន្តរជាតិនិងអង្គការតំបន់នានាដែលកម្ពុជាមានលទ្ធភាពបំពេញសកម្មភាពការទូតក្នុងចំណុចនេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានស្នើឲ្យអាស៊ានទាំងអស់ជួយពិចារណាថាជនភៀសសិកជាង 20,000 នាក់បើគ្មានការឈ្លានពានទេវាមិនមានជនភៀសសិកទេហើយប្រជាជនខ្មែរមិនបាត់បង់ផ្ទះសម្បែងទឹកដីរបស់ខ្លួនឡើយនេះគឺជាសម្ដីការទូតដែលបង្ខំឲ្យកាពិសាយ៉ាមត្រូវតែឆ្លើយតបដោយកិច្ចមិនផុតពីក្រសែភ្នែកនិងការយកចិត្តទុកដាក់ពីមជ្ឈដ្ឋានអាស៊ាននិងអន្តរជាតិឡើយប្រទេសមួយដែលប្រកាសថាកម្ពុជាឈ្លានពានខ្លួននៅពេលដែលកាពិសយ៉ាមអត់មានជនភៀសខ្លួនចំណែកប្រទេសដែលកាពិសយ៉ាមបានចោទប្រកាន់ថាឈ្លានពានបែរជាមានជនភៀសខ្លួនដល់ទៅជាង 20,000 នាក់មជ្ឈដ្ឋានអន្តរជាតិអាចគិតយល់បានអំពីការពិតណាមជ្ឈដ្ឋានអន្តរជាតិអាចយល់បានពីការពិតរឿងនេះដោយសារប្រទេសដែលបានចោទមកលើកម្ពុជាថាជាអ្នកឈ្លានពានគ្មានជនភៀសសិករីឯកម្ពុជាដែលគេចោទថាឈ្លានពានបែរទៅជាមនុស្សបាត់បង់ផ្ទះសម្បែងដីធ្លីគោក្របីទ្រព្យសម្បត្តិទៅវិញសញ្ញានៃសកម្មភាពការទូតនេះបង្ហាញឲ្យបរទេសចាំមិនភ្លេចយល់ដឹងមិនអាចបដិសេធបានពីអំពើឈ្លានពានរបស់កាពិសយ៉ាមកាពិសយ៉ាមមិនអាចគេចរួចពីនិយមន័យឈ្លានពាននេះបានឡើយចាប់ពីអង្គការសហប្រជាជាតិទៅអង្គការអន្តរជាតិនានាដែលកម្ពុជាធ្វើកិច្ចការទូតការតវ៉ានេះបន្តទៅទៀតឲ្យคล้ายទៅជារណ្ដៅខ្មៅមួយដែលកាពិសយ៉ាមជាអ្នកឈ្លានពានកម្ពុជាត្រូវស្ថិតនៅក្នុងរណ្ដៅនេះលុះត្រាតែកាពិសយ៉ាមឆ្លើយតបដោយសម្ដីត្រឹមត្រូវក្នុងលក្ខណៈជាប្រទេសនៅជិតខាងនឹងគ្នាគោរពគ្នាទៅវិញទៅមកនិងគោរពច្បាប់អន្តរជាតិនេះហើយគឺជាកិច្ចការទូតវាមិនមែនធ្វើទៅចាញ់ផលភ្លាមទេតែកិច្ចការទូតធ្វើជានិច្ចនៅពេលដែលកម្ពុជាគ្មាននយោបាយឈ្លានពានប្រទេសណាក្រៅពីមាននយោបាយការពារអធិបតេយ្យភាពនិងបូរណភាពដែនទឹកដីរបស់ខ្លួនដូច្នេះហើយបណ្ដាអាស៊ាន member ទាំងអស់ត្រូវទទួលស្គាល់ដែលនៅក្នុងខ្លឹមសារនេះ Cambodia's Minister of Foreign Affairs and International Cooperation has requested that his ASEAN counterparts support the return of more than 20,000 Cambodian civilians who are unable to return to their homes due to the Thai military occupation of Cambodian territory. លោកប្រាក់សុខុនប្រមុខការទូតកម្ពុជាបានបញ្ចេញនៅសកម្មភាពការទូតបើកកកាយពុទ្ធបុត្ររបស់សយ៉ាមកាពិឲ្យអាស៊ានដឹងឮទោះអាស៊ានប្រឹងថ្មិចភ្នែកយ៉ាងណាក៏ដោយក៏ត្រូវតែដឹងឮរឿងនេះ The appeal by Deputy Prime Minister Prak Sokhonn
was made during the ASEAN Foreign Ministers interface with the ASEAN Intergovernmental Commission on Human Rights យើងរំលឹករឿងនេះនៅក្នុងវេទិកានៃគណៈកម្មាធិការធុរកិច្ចខាងសិទ្ធិមនុស្ស Representative and Meeting of the Southeast Asia Nuclear Weapon Free Zone SEANWFZ Commission held in the Philippines on July 20. The minister underscored the difficult humanitarian and human rights situation facing Cambodian civilians who have become victims of the border conflict. He informed the meeting that more than 20,000 civilians continue to reside in temporary shelters with many children unable to attend school and the elderly and other vulnerable persons lacking adequate access to essential care despite the government's effort to ease their hardship. លោកប្រាក់សុខុននិយាយពីទុកកង្វល់ដែលតាក់ទងនឹងសិទ្ធិមនុស្សលោកត្អូញត្អែប្រាប់វេទិកាសិទ្ធិមនុស្សនឹងកិច្ចប្រជុំអាស៊ាននៅឯហ្វីលីពីនកាលពីថ្ងៃទី20ខែកក្កដាលោកប្រាក់សុខុនអំពាវនាវឲ្យបណ្ដាដៃគូអាស៊ាន to support the calls for their return to their homes and normal livelihoods without obstruction and in safety and dignity លោកប្រាក់សុខុនអំពាវនាវឲ្យដៃគូអាស៊ានអំពាវនាវឲ្យភាគីកាពិថៃត្រូវតែទទួលករណីថាជនភៀសខ្លួនជាង 20,000 នាក់ខ្មែរនេះត្រូវតែត្រឡប់ទៅភូមិឋានរបស់ខ្លួននិងប្រកបជីវភាពជាប្រក្រតីនិងកុំឲ្យជួបប្រទះការលំបាកនេះគឺជាអ្វីដែលលោកប្រាក់សុខុនអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា During a bilateral meeting with Teresa P. Lazaro, Philippines Secretary of Foreign Affairs, Sukhon expressed his appreciation for the Philippines' constructive support and role in the peaceful resolution of the Cambodia-Thailand border situation and for leading the ASEAN Observation Team AOT in its capacity as the ASEAN Chair. លោកប្រាក់សុខុនបានថ្លែងអំណរគុណនៅក្នុងជំនួបជាមួយនឹងលោកស្រី Teresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីនដោយការអរគុណសរសើរចំពោះហ្វីលីពីនក្នុងការជួយឧបត្ថម្ភគាំពៀក្នុងឋានៈហ្វីលីពីនជាប្រធានអាស៊ានដើម្បីស្វែងរកនៅដំណោះស្រាយសន្តិភាពរវាងកម្ពុជាថៃឡង់ក្នុងពេលជាមួយគ្នាក៏អរគុណហ្វីលីពីនចំពោះការដឹកនាំ AOT បន្តដឹងឮពីបញ្ហានៃអំពើដែលកើតឡើងតាមបណ្ដោយព្រំដែនត្រង់នេះគឺជាអ្វីដែលជាការទូតរបស់កម្ពុជាបន្តទៅទៀតរៀងរាល់ថ្ងៃសៀមនឹងត្រូវថ្លង់បែកក្រដាស់ត្រចៀកបើនៅឆ្លើយមិនអើពើមនុស្សឆ្លើយមិនអើពើមែននៅក្នុងពិភពលោកតែតលតែអ្នកឯងនឹងប្រទេសធំមែនទែនបើអ្នកឯងត្រឹមតែប្រទេសជិតខាងកម្ពុជាទេកម្ពុជាអាចបើក speaker របស់ខ្លួនតម្លង់អ្នកឯងគ្រប់វេទិកាឲ្យអ្នកឯងអាម៉ាស់លើឆាកអន្តរជាតិថាជាប្រទេសដែលមានពុតបុត្រអាក្រក់ឈ្លានពានទឹកដីកម្ពុជាក៏ដូចជាក្តីកំពុងតែតវ៉ានៅឯដែនសមុទ្រក្រោយពីពួកកាពិសយ៉ាមបានលុបចោល MOU ឆ្នាំ2001ដែលកម្ពុជាបានអូសកវាឲ្យចូលក្នុងនីតិវិធី compulsory conciliation under the provision of UN clause ទោះវាទទួលការបញ្ចេញមតិពីគណៈកម្មការឯករាជ្យអភិក្រិតឬមិនទទួលកម្ពុជាត្រៀមខ្លួនជាស្រេចនាំសយ៉ាមកាពិឈ្លានពានទៅកាន់ ITLOS International Tribunal for Law of the Sea តុលាការកាត់សេចក្តីអន្តរជាតិអំពីច្បាប់សមុទ្រហើយបើសិនសយ៉ាមកាពិឆ្លើយបិទការចរចាព្រំដែនគោកមានន័យថាសយ៉ាមកាពិកំពុងតែបំផ្លាញ MOU ឆ្នាំ2000កម្ពុជាអាចចាញ់ការតវ៉ាជា diplomatic protestation if Thailand deny having a bilateral negotiation with Cambodia, meaning that Thailand is ignoring the contents signed in MOU year 2000. That means Thailand giving up its bilateral channel negotiating with Cambodia. So Cambodia continue to work hard to build cases to bring Thailand to International Court of Justice, the ICJ. Thailand cannot refuse the demand from Cambodia to go to World Court
because Thailand continue to play arrogant diplomacy by spitting out such a very unprofessional and uncivilized speech, saying that if Cambodia bringing her to compulsory conciliation under UN class, she won't negotiate land border with Cambodia. We know that Cambodia-Thailand land border is defined and agreed by international treaty in 1907. And in the year 2000, Thailand and Cambodia signed on the MOU, which MOU now is stored at the UN Treaty Department files. That means Kingdom of Thailand cannot just ignore MOU 2000 unilaterally. Even though Thailand dare to tear and trash MOU 2000, Thailand is under obligation of international treaty that made in 1907 between France and Siam. Therefore, Thai cannot get away from this undiplomatic and uncivilized arrogance. Thailand is the aggressor. Evidence along the 800-kilometer border show very clearly that Thailand does not have war refugees, while Cambodia have more than 20,000 war refugees. Who is attacking who? Who is occupying whose territory? If Cambodia is truly the aggressor, Cambodian forces will occupy Thai territory. Cambodian forces do not step on Thai territory, but in reverse, Thai Royal Armed Forces occupy lands along the Thai-Cambodia border, occupy the Cambodian temples of Tamern Thom, Tamern Tot, Ta Krabay, occupy over 60 areas of land along the Cambodia-Thailand border. Members of the ASEAN know that. AOT noticed that. And the refugees are factual evidence of suffering on Cambodia's side. So Thailand cannot deny it. If Thailand continue to play with speech and propaganda in undiplomatic and uncivilized manner, it proves that Kingdom of Thailand is becoming the true aggressor in the face of people in ASEAN and in the face of people throughout the world. Thailand is not a country that want to be bullied. Speech given by Say Haksak, the Ministry of Foreign Affairs, is arrogant, unprofessional, and undiplomatic. How dare you shut the negotiation when the officials of your kingdom continue to emphasize bilateral mechanism? If you are such an arrogant Say Haksak, or Prime Minister Anutin Chandrayakul, if you are truly arrogant, undiplomatic, unprofessional, and to the point that you become uncivilized, just declare officially that you don't want to do anything as agreed on MOU year 2000. We, Cambodia, can bring you to court one way or another. You cannot become bully of Southeast Asia. We like to have a friendly and peaceful neighbor. But since you become the aggressor and you become such a bully, your speech, the Minister of Foreign Affairs of Kingdom of Thailand gave us such an unprofessional, undiplomatic, arrogant, and uncivilized speech. Dare you trash MOU 2000. Then Cambodia will work hard to bring you to court.